but I'm so frustrated. Hello. យ៉ាងណាដែរបងប្អូនទាំងអស់គ្នាខ្ញុំបើកក្បាលវីដេអូថ្ងៃនេះខនយើងកាត់តឲ្យប្លែកបន្តិចសម្រាប់បងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំកន្លងមកថ្ងៃនេះខ្ញុំឆ្លៀតពេលទៅទិញអីវ៉ាន់ខ្លះដោយសារតែអស់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនអញ្ចឹងណាហើយតាមរយៈវីដេអូនេះផងដែរខ្ញុំទៅទិញអីវ៉ាន់នៅផ្សារ Aeon 3ក៏ទៅវីដេអូមួយនេះខ្ញុំអត់ចង់ voice over បញ្ចូលសំឡេងចូលទេប៉ុន្តែដោយសារតែខ្ញុំចង់បញ្ចេញចំណាប់អារម្មណ៍មួយចំនួនតាក់ទងជាមួយនឹងអតិថិជនម្នាក់ដែលតែងតែគាំទ្រផលិតផលខ្មែរអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺខ្ញុំចង់សំណូមពរទៅដល់ម្ចាស់ផលិតផលក៏ដូចជាម្ចាស់ brand បង្កើតជាផលិតផលខ្មែរនៅក្នុងស្រុកចឹងណាចង់ឲ្យពួកគាត់ព្យាយាមគិតគូរទៅលើគុណភាពនិងស្តង់ដាររបស់ផលិតផលពួកគាត់ហើយព្យាយាមរក្សាវាពីដើមទីមកមានគុណភាពមិនព្យាយាមរក្សាបែបហ្នឹងហើយនឹងធ្វើឲ្យកាន់តែល្អកុំអាងថាឥឡូវហ្នឹងបងប្អូនយើងកំពុងតែចាប់អារម្មណ៍ផលិតផលក្នុងស្រុកអីអញ្ចឹងអាងតែមានអ្នកគាំទ្រច្រើនក៏នាំគ្នាអត់ខ្វល់ខ្វាយរឿងគុណភាពរឿងស្តង់ដារអានឹងគឺជាចំណុចសំខាន់មែនតើព្រោះខ្ញុំគឺជាអតិថិជនដែលគាំទ្រផលិតផលខ្មែរតាំងពីដើមទីមកមិនមែនតាំងពីមិនទាន់មានសង្គ្រាមប៉ុន្តែកំឡុងពេលដែលមានសង្គ្រាមហើយផលិតផលក្នុងស្រុកយើងដាច់ស្តុកច្រើនខ្ញុំក៏ឃើញមានផលិតផលខ្លះគាត់ក៏ធ្លាក់គុណភាពគាត់លែងសូវដូចមុនអត់ដឹងថាដោយសារតែគាត់ផលិតច្រើនពេកវាខ្វះសារធាតុផ្សំឬក៏គាត់គិតថាគេមានអ្នកគាំទ្រច្រើនហើយចឹងគាត់អត់ចាំបាច់ខ្វល់ខ្វាយរឿងគុណភាពហ្នឹងអានឹងក៏ខ្ញុំអត់ដឹងដែរអញ្ចឹងចង់សំណូមពរទៅកាន់ម្ចាស់ផលិតផលឬក៏ម្ចាស់ brand នានាដែលបង្កើតផលិតផលក្នុងស្រុកហ្នឹងកុំអាងថាឥឡូវហ្នឹងតន់មានអ្នកគាំទ្រច្រើនយើងអត់ខ្វល់សូមព្យាយាមរក្សាគុណភាពនិងស្តង់ដាររបស់ខ្លួនឯងឬក៏ព្យាយាមបង្កើនគុណភាពហើយស្តង់ដារនោះឲ្យកាន់តែល្អជាងមុនថែមទៀតអានឹងទៅជារឿងល្អពីព្រោះខ្ញុំជឿថាបងប្អូនយើងគឺគាត់ចង់បានផលិតផលមួយដែលល្អរហូតឲ្យតែកាលណាផលិតផលនឹងល្អរហូតចង់គឺទាំងខ្ញុំទាំងគេនឹងផលិតផលក្នុងស្រុកហើយប៉ុន្តែបើសិនជាប្រើហើយវាកាន់តែអត់ល្អទៅហើយវាឃើញពីគុណភាពថាកាន់តែអន់ទៅខ្ញុំទាំងគេទោះបីចង់គាំទ្រមិនក៏បាក់ដែរពីព្រោះដោយសារផលិតផលទាំងអស់ហ្នឹងយើងយកមកញ៉ាំយើងយកមកប្រើប្រាស់អញ្ចឹងវាប៉ះពាល់ដល់សុខភាពគ្មានណាគេចង់បានទៅលើរឿងហ្នឹងទេ